មានខ្លាធំមួយកំពុងដើររកចំណីនៅតាមវាលក្បែរជើងភ្នំបានជួបនឹងសត្វប្រមាមួយកំពុងដេកផ្ងាដំដិលយកពន្លឺថ្ងៃខ្លាគិតថាថ្ងៃនេះខ្លួនប្រកាសជាបានឆ្ងាញ់មាត់ដោយសារចំណីដ៏ចម្លែកនេះជាមិនខានវាក៏លោតទៅសង្គ្រប់ផ្លឹបគ្មានបង្អង់សត្វប្រមាភ្ញាក់ព្រឺតខំបំបះរោងកញ្ជ្រោងដើម្បីការពារខ្លួនធ្វើឲ្យខ្លាមុតច្រមុះនឹងកម្មប្រមាឈឺស្រែករឡើងរំពងរត់ចូលទៅក្នុងព្រៃជ្រៅជាប់ទាំងរស់ប្រមាទាំងសត្វប្រមានិងច្រមុះទឹកលឹកទៅជាមួយផងដែរខ្លារត់នាំយកទាំងប្រមាលោតកញ្ជ្រោងទីងណាត់ទីងណែងដោយសារតែក្តីឈឺចាប់រហូតទាល់តែនឿយហត់អស់កម្លាំងហើយដេកលក់ទៅនៅពេលសត្វប្រមាក៏ឆ្លៀតឱកាសដករោមខ្លួនឯងចេញពីច្រមុះខ្លាហើយរត់ចូលទៅពួនសំងំក្នុងគុម្ពស្មៅរីឯខ្លាវិញភ្ញាក់ពីដំណេកបាត់សត្វចម្លែកដ៏គួរឲ្យខ្លាចមិនឃើញមាននៅជាប់នឹងច្រមុះរបស់ខ្លួនតទៅទៀតវាសែនត្រេកអរជាខ្លាំងហើយក៏ងើបដើររកស៊ីចំណីបន្តទៅទៀតពេលដើរទៅដល់ដើមសែនមួយដើមខ្លាឃើញផ្លែសែនជ្រុះនៅក្បែរគល់ផ្លែដែលផ្លែរបស់វាពេញដោយបន្លាស្រួចខ្លាភ្ញាក់ព្រឺតថយក្រោយពី3ជំហានឈរសង្កេតមើលផ្លែសែនមួយសន្ទុះគិតក្នុងចិត្តថាអាសត្វមូលស្រួចនេះដូចគ្នាបេះបិទនឹងអាសត្វដែលចាក់ច្រមុះអញអំបាញ់មិញនឹងអញនឹងគ្រាន់តែអាពួកនេះវាមានរូបរាងតូចជាងមុនទំនងប្រហែលជាកូនរបស់អាសត្វមុននេះហើយក្រោយពីគិតដូច្នោះមកខ្លាក៏ដើរទៅនិយាយជាមួយនឹងផ្លែសែនថាកាលមុននេះបន្តិចយើងបានជួបនឹងឪរបស់ឯងយើងបានទទួលមេរៀនយ៉ាងជូរចត់រួចមកហើយសូមអ្នកមេត្តាជៀសផ្លូវឲ្យយើងដើរផងនេះរាប់ថាជាសគុណដ៏ធំណាស់សម្រាប់យើង